នឹង iPhone 17 Pro Max ហើយនេះគឺជា iPhone Air អានេះគឺខ្ញុំក៏មកពីខាងអាមេរិកកូដវាគឺ LL/A ហើយសម្រាប់ iPhone 17 Pro Max នេះដែរគឺមកពីខាងអាមេរិកដែរប៉ុន្តែគឺខ្ញុំទិញនៅនេះទេខ្ញុំទិញតពីគេដោយសារខ្ញុំក៏មកពីគ្រឿងមកពីអាមេរិកប៉ុន្តែបានតែមួយដោយសារមួយគ្រឿងទៀតគឺគេ delay អញ្ចឹងហើយទូរស័ព្ទនេះដែរគឺខ្ញុំជ្រើសរើសយ៉ា storage 512G តែមកបាទកុំឲ្យពិបាកថតទៅវាពេញ storage អញ្ចឹងវេទនាមកបាទហើយគាត់បើកប្រអប់មកឆាច់នេះអូឡើងកញ៉ែនតែម្ដងបាទនេះពណ៌ដល់កមកបាទពណ៌ព្រះសង្ឃហ្មងពណ៌នេះបាទអញ្ចឹងរួនចិត្តដល់ព្រះសង្ឃបាទព្រះសង្ឃអញ្ចឹងពណ៌នេះក៏មានហុងស៊ុយអីដែរបាទនេះវាឆើតតែហ្មងបាទហើយសំនឹងខ្ញុំខ្មៅកាលណានេះទៅមើលពីចម្ងាយឃើញទូរស័ព្ទច្បាស់កឡែតតែហ្មងបាទនេះអូដល់កនេះជាតិតែម្ដងបាទនេះដល់កបាទនេះអញ្ចឹងយើងធ្វើការតេស្តបាទមើលនេះឆ្វេងស្ដាំឃើញថាអូល្បីណាស់រឿងឆ្កូតរឿងអីហ្នឹងបាទអញ្ចឹងខ្ញុំយកមកតេស្តមើលថាវាឆ្កូតដូចគេថាមែនអត់អញ្ចឹងបាទនេះអានេះមានអង្តែននៅខាងលើឆកខាងលើដល់កតែហ្មងបាទមើលទៅឃើញថាមួយយ៉ាងដែរបាទវាមិនអីណាអីលេចធ្លោជាង16 Pro Max អីទេបាទមើលទៅវាគាត់ណាកែរូបរាងតិចបើថាអេក្រង់ខាងមុខគឺតែមួយតែហ្មងបាទគ្មានលើសគ្នាអីមកទេបាទគាត់ថាដូរតែពណ៌ព្រះសង្ឃទៅពណ៌ការ៉ុតទៅគឺលក់បានលុយទៀតបាទអញ្ចឹងកុំនិយាយច្រើនបាទដាក់ទូលវីសមកបាទមូលមកដើម្បីធ្វើការមើលខាងក្នុងមើលថាវាមានអីគេខ្លះហើយយើងធ្វើការប្រើដំណើររយៈពេល2ទៅ3នាទីទៅបាទដំណើរហ្នឹងគឺយើងយកទៅដាក់អង្គមបាទអង្គមដើម្បីគៀបគាស់វាគាស់ឲ្យក្រង់ចេញណាបាទបើសិនជាយើងអត់មានអាហ្នឹងទេពិបាកគាស់បន្តិចហើយប៉ុន្តែបើតាមខ្ញុំគាស់ទៅបទពិសោធន៍ថ្មីសម្រាប់អា17 Pro Max ហ្នឹងណាគឺកាៅវាដូចធូរជាងអា16 15 Pro Max អញ្ចឹងដោយសារអា frame ជាប់ស៊ុំវាកន្លងជុំវិញហ្នឹងគឺមានលក្ខណៈថាស្ដើងបាទអាស្គុតជំរាបទឹករបស់វាគឺស្ដើងជាងមុនទូជាងមុនវាឆ្មាបាទអញ្ចឹងទៅការគាស់គឺងាយស្រួលបាទអញ្ចឹងខ្ញុំធ្វើការតេស្តនេះMaxxis សម្រាប់មេដៃសម្រាប់ឆក់ទៅលើMaxxis wireless charge បាទតែទៅឃើញថាដូចបាត់មកកន្លែងខ្ញុំក៏ឆ្ងល់ទៀតអីមិនបានបាត់ទៅណាអញ្ចឹងបាទអញ្ចឹងក៏ទាញទូលវីសមកដើម្បីធ្វើការគាស់មើលថាកន្លែងខ្ញុំមិនបានបាត់មកចន្លោះអញ្ចឹងណាបាទយើងធ្វើការគាស់ឲ្យក្រង់ចេញមកមើលឃើញថាអេក្រង់នេះគឺសភាពរបស់វាឃើញថាដូចនឹងអេក្រង់16 Pro Max គាត់ថាខ្សែវាគឺដូររូបរាងរាងក្រាស់ជាងមុនបាទផ្ទាខ្សែក្រង់រាងធំជាងមុនហើយសម្រាប់ផ្នែកខាងមុខនេះដែរគឺគេប្រើប្រទេសបាទប្រទេសបិទជាមួយនឹងថ្មគឺមូលខ្ចៅស្រោបពីលើតែម្ដងបាទអញ្ចឹងជាមួយខ្ញុំដោះឲ្យមើលហើយបទផ្សោតថ្មីទៀតហើយគឺទូលវីសហ្នឹងគឺវេទនាបាទចង់និយាយអញ្ចឹងណាបាទមូលទៅទ្រក់ខ្ចៅអ្នកឃើញទេហើយទូលវីសនេះប្រមូលឡើងអស់មកឃ្លាំងហើយបាទមូលសម្រមថាត្រូវនឹងឆាបផងអីផងអង្គុយឆាបពេញហ្នឹងដោយសារតែខ្ចៅប្រហែលគ្រាប់ដោះឡើងបែកញើសខ្ចាយបាទដោះឡើងចង់កន្លះម៉ោងបាទខ្ចៅប្រហែលហ្នឹងបាទដោយសារខ្ចៅវាប្រើប្រភេទខ្ចៅមុខ8ហើយមុខរាងធំទៀតបាទអញ្ចឹងទៅយើងធ្វើការដោះវារាងវល់បន្តិចបាទអានេះគឺត្រូវការ add ទូលវីសថែមហ្នឹងបាទសម្រាប់17 series ហ្នឹងណាដោយសារទូលវីសគឺគេកែបាទកែរាងធំជាងមុនបាទអ្នកឃើញទេវាចមុខអស់ហើយបាទមូតម្រាំតាបានហ្នឹងគឺខូចអាផ្លែទូលវីសចូលប្រហែលជា5 6ផ្លែបាទហើយខូចយើងឆាបខូចយើងឆាបអញ្ចឹងទៅវារៀងហត់ដែរបាទក៏មូលខ្ចៅដូរតែថ្មដូរតែក្រង់ហ្នឹងក៏វេទនាបើដូរក្រង់អត់វេទនាទេបើថាដូរថ្មដូរជើងសាកហ្នឹងទៅនេះគាត់ថាមូលអាខ្ចៅហ្នឹងគឺបែកញើសខ្ចាយតែហ្មងបាទនេះហើយបញ្ហាដែលកែរូបរាងនៅផ្នែកខាងក្នុងហ្នឹងគឺគេបិទថ្មបាទបិទថ្មជាប់ជាមួយនឹងអាផ្ទះកម្ដៅហ្នឹងបាទផ្ទះហ្នឹងគឺតួនាទីរបស់វាគឺកាត់បន្ថយកម្ដៅបាទកាត់បន្ថយកម្ដៅទៅលើម៉ាស៊ីនបាទរវាងម៉ាស៊ីននៃក្រង់ឲ្យកុំឲ្យឆ្លងគ្នាអញ្ចឹងបាទនេះហើយថ្មគឺបិទអញ្ចឹងបាទបិទឡើងឆ្កុយអញ្ចឹងទៅហើយខ្ញុំហួសចិត្តត្រង់ថាគេថារបស់អាមេរិកអញ្ចឹងថ្មរាងធំជាងមុនដោយសារអត់មានកន្លែងដាក់ស៊ីមអញ្ចឹងគេដាក់ថ្មឲ្យស្មើឲ្យត្រង់អញ្ចឹងតាមពិតទៅថ្មដូចតែគ្នាដូចអាប្រភេទពួកដាក់ស៊ីមដែរអញ្ចឹងទៅវាស្មើនឹងអំបិលដដែលបាទខំថាចង់ដល់ប្រភេទពួកអាមេរិកមើលថាថ្មវាស្មើធេងអត់អញ្ចឹងណាបាទតាមពិតទៅថ្មឆែបមកជាហៀងដែរបាទអញ្ចឹងយើងធ្វើការតេស្តធ្វើការ remove ថ្មដាក់ភ្លើង DC 9 V បាទដើម្បីធ្វើការដោះថ្មចេញហើយការដោះនេះដែរស្រួលបងប្អូនណាគាត់ដាក់អាភ្លើងហ្នឹងទៅយើងបុកភ្លើង9 Vទៅរបូតខ្វែលមកតែម្ដងបាទក្បាច់ក្បូរដល់ហើយនេះបាទត
តតាមមានអាម៉ាស៊ីនហ្នឹងទៀតដើម្បីធ្វើការដោះថ្មចេញពីអាប្រទេសត្រជាក់ហ្នឹងបាទហើយ Apple ក៏បានអួតអាប្រទេសត្រជាក់ហ្នឹងដែរថាត្រជាក់ឯណាកាត់បន្ថយកម្ដៅអញ្ចឹងបាទហើយនេះថ្មគេនេះបាទថ្មនេះនឹងមើលអសមិនចង់ឃើញទេបាទប៉ះចំអ្នកមញោមមើលចង់ក្អួតនោះបាទថ្មហ្នឹងបាទអញ្ចឹងនេះយើងមកវិភាគទៅលើអាប្រទេសត្រជាក់របស់គេវិញបាទផ្ទះត្រជាក់ហ្នឹងគឺខ្ញុំធ្វើការកោសបាទកោសវាមានស្អីគេនឹងកោសវាអត់ដាច់ទៀតហ្នឹងបាទស្ដាយអត់មានអាក្បិតមួយទៀតសម្រាប់កោសបាទអញ្ចឹងយើងទុកវាមួយអន្លើយើងធ្វើការមើលម៉ាស៊ីនសិនបាទមើលម៉ាស៊ីនសិនយើងក៏យកអាប្រទេសត្រជាក់យកមកប្រៀបធៀបកាល Apple គេអួតថាប្រទេសនឹងត្រជាក់ដល់ម៉ាស៊ីនគេអញ្ចឹងបាទអញ្ចឹងវាចម្លងកម្ដៅនេះវាចម្លងកម្ដៅពីម៉ាស៊ីនអាក្បាលប្រទេសហ្នឹងមកដល់ម៉ាស៊ីនរបស់គេហ្នឹងបាទអញ្ចឹងអត់ដឹងថាវា process អីបានប៉ុណ្ណាអីប៉ុណ្ណាទេបាទវានៅតែក្តៅហ្នឹងហើយតួនេះដែរគឺគេធ្វើពីអាលុយមីញ៉ូមវិញលែងប្រើ titanium ដោយពួកអា15 Pro Max 16 Pro Max ហើយបាទសម្រាប់អា17 series នេះគឺគេប្រើតួអាលុយមីញ៉ូមវិញបាទហើយអាកន្លែងនេះស្នាប់កាមេរ៉ាហ្នឹងបងប្អូនឆ្កឹះឲ្យស្រួលបាទដោយសារកន្លែងស្នាប់កាមេរ៉ាហ្នឹងគឺងាយនឹងខូចណាស់បាទឃើញវីដេអូរបស់ចិនឆ្កឹះខូចពីម្នាក់កន្លែងស្នាប់កាមេរ៉ាហ្នឹងបាទអញ្ចឹងមិនដឹងថាគេធ្វើមករបៀបម៉េចទេបាទផុយនោះផុយហ្មងបាទអញ្ចឹងកាមេរ៉ាឃើញថាវាស្តៀងគ្នាជាមួយនឹងអា16 Pro Max បាទគាត់ថាlens វាមើលទៅរៀងក្រាស់ជាងគ្នាបន្តិចចឹងបាទកាមេរ៉ានេះដែរខ្ញុំដឹងថាស៊ូមបានប្រហែលទេបានស៊ូមបានប្រហែលម៉ែត្រ megapixel ទេបាទអញ្ចឹងតើបងប្អូនតេស្តជាក់ស្ដែងមើលវីដេអូ Apple Detail បន្ថែមទៅបាទអញ្ចឹងខ្ញុំតេស្តតែផ្នែក hardware ទេបាទដោះមើលស្រួលប្រាប់នាំផ្លូវបាទថានាំផ្លូវគាត់ថាខូចមុនគេសម្រាប់ជាងគាត់ចង់ជួសជុលដូរថ្មដូរអីចឹងបាទខ្ញុំធ្វើការវែកញែកបាទវែកប្រឡោះវែកផ្លូវដើម្បីឲ្យជាងដោះតាមក្រោយមើលដល់វីដេអូខ្ញុំទៅគឺខ្ញុំ detail ឡើង full តែម្ដងបាទអញ្ចឹងអានេះគឺខ្សែអង្តែនបាទកັບជាមួយនឹងផ្នែកខាងលើហ្នឹងមាន flash មានអីបាទបើខ្សែ lidar sensor គឺផ្សេងហើយកន្លែងនេះដែរគឺ snap បងប្អូនបាទ snap ប្រកបមើលទៅគឺមិនដឹងទេបាទនេះគឺ snap ជើងសាកមើលទៅគឺបន្លំមិនដឹងថាកោះម៉ាស៊ីនឡើងអត់ចាញ់ដោយសារជាប់ស្អីបាទមើលទៅស្នាប់នៅក្រោមផងបាទស្នាប់នៅលើផងបាទនេះវាជាប់នឹងអង្តែន 5G ទៀតអញ្ចឹងក៏ទៅដោះអង្តែន 5G នឹងចេញបានលើកម៉ាស៊ីនមករួចបាទតែបើសម្រាប់ប្រភេទពួកម៉ាស៊ីនដែលប្រើ SIM បាទដាក់ slot SIM ខាងក្រៅបានគឺអត់មានអង្តែននឹងទេហើយសម្រាប់អាកូដ LL របស់អាមេរិកគឺមានអង្តែននឹង10ទាំង10គឺត្រូវតែមានដោយសារវាបំពាក់បន្ថែមនៅស្រុកគេមានសេវា 5G អញ្ចឹងណាបាទនិយាយទៅរបស់អាមេរិករៀងក្បាច់ក្បោផ្នែក hardware តែប៉ុណ្្នឹងទេក្រៅពីនឹងដូចគ្នាទាំងអស់ទេបងប្អូនបាទអញ្ចឹងយើងធ្វើការដោះ snap បាទ snap ខាងក្រោមនេះគឺជា snap wireless charge បាទប្រភេទសាកថ្មអត់ខ្សែអញ្ចឹងណាបាទហើយមើល board គេទម្រង់មើលទៅដូច board XS Max បាទនិយាយទៅ Apple ក៏វាយចុះក៏វាយឡើងរើតែផ្លូវដើមបាទមើលទម្រង់បងប្អូនដូច XS Max មែនតាបាទខ្ញុំមើលផ្លែទៅដូចគឺដូចមែនតែនហ្មងបាទអញ្ចឹងអានេះបើសិនជាជ្រុះតាមផ្លូវគ្មានណាគេរើសទេបាទអញ្ចឹងអានេះគឺ sensor របស់អង្តែន 5G បាទអញ្ចឹងខ្ញុំនេះអង្តែនហ្នឹងគឺវាទម្លុះជ័រហ្នឹងមកដើម្បីធ្វើការចាប់បាទចាប់ 5G ហើយអានេះគឺផ្នែកខាងក្រោមមាន speaker មានដុំញ័រនិងជើងសាកអញ្ចឹងអានេះខ្នងក្រោយគឺតិចទៀតគឺកោះឆាច់លើហើយបាទអត់មានទុកទេបាទអញ្ចឹងខ្ញុំធ្វើការកោះលេងដើម្បីគីឡូឆ្កោតទៅដោយពាក្យចាមរាមគេថាអញ្ចឹងណាបាទហើយពណ៌នេះដែរឃើញថាអូយដល់កមើលទៅឃើញញើតទៅមកបាទញើតកាន់មកបាទហើយនេះអាកន្លែងនេះលហោកដូចលហុយមិនទេបាទដូចអត់ហាប់មិនទេបាទអានេះគឺប្រទេសត្រជាក់បាទប្រទេសត្រជាក់ដើម្បីទប់ពីម្ខាងទៅម្ខាងបាទនេះហើយខ្ញុំធ្វើការតេស្តទៅចុះថាអីដូចបាត់ដូចអាបាត់អា Maxxess មកគ្រាប់នេះតាមពិតអានេះមានត្រូវពេញអាប្រឡោះនេះគឺសម្រាប់ដាក់ខ្សែតែអាម្ខាងទៀតនោះគឺអត់មានខ្សែទេតែបាត់បាទអញ្ចឹងខ្ញុំក៏កើតទុំសុកចិត្តក៏ធ្វើការកោះបាទកោះមើលថាវាបាត់ទៅណាខំទិញអស់លុយឡើងមកកណើអីមកកេងស្អីមេដែកឆក់ប៉ុណ្ណឹងអញ្ចឹងបាទអញ្ចឹងខ្ញុំធ្វើការកោះសិនបាទដោះ speaker ក្រោមឲ្យបងប្អូនមើលសិនថាវាកែតម្រង់អីប៉ុណ្ណាអញ្ចឹងបាទវាខុសគ្នាយ៉ាងម៉េចជាមួយនឹងអា16 Pro Max series មុនបាទនេះហើយ speaker គេចេញមកគឺស្តៀង speaker MacBook ដែរបងប្អូនបាទមើលទៅឃើញមាំល្អបាទនេះចុចអត់ត្រុតទេនេះមើលទៅឃើញថាអែមស្រាមដែរនោះបាទសមជាលក្ខណៈថាសមនឹងទឹកលុយបាទសមនឹងទឹកលុយ
ហើយអានេះគឺសំណាញ់កស៊ូរបស់គេធ្វើដើម្បីការពារជំរាបទឹកដើម្បីកុំឲ្យចូលបាទជំរាបទឹកពីខាងក្រៅជ្រៀតចូលដល់ខាងក្នុងអញ្ចឹងបាទអញ្ចឹងខ្ញុំក៏ធ្វើការកោះខ្នងចេញនេះបាទហើយអាខ្នងនេះដែរវេទនាកោះចយហើយបាទក៏ទៅបាទដាក់អង្គមឲ្យកោះ2 3ដងបាទរំចេញបាទនេះវីដេអូកាត់ទេបាទតែមែនតែទៅកោះមួយចេញទេនឹងស្អិតរម៉ែរឪបាទនេះហើយអត់ងាយបែកទេបាទអានេះរបៀបលក្ខណៈថាជ័របន្តិចខ្ចក់បន្តិចបាទដូចខ្ចក់លាយជ័រអញ្ចឹងបាទអញ្ចឹងខ្ញុំក៏ធ្វើការឆ្កឹះខ្នងចេញហើយខ្ញុំមើលអាកន្លែងបាត់មួយចំណិតនោះវាទៅដល់ណាដល់ណីអញ្ចឹងបាទខ្ញុំក៏ធ្វើការបកបាទធ្វើការបកមើលសិនបាទអញ្ចឹងនេះបកកន្លែងហ្នឹងដែលបាត់មកប្រឡោះទៅមើលថាហេតុផលអីគេបាន Apple มันដាក់ឲ្យប្រគ្រប់ឲ្យវាស្មើជ្រុងស្មើជ្រោយអញ្ចឹងបាទគាត់បកទៅដូចអត់មានបាត់ទេបាទប៉ុន្តែយើងដាក់ scan មើលទៅឃើញថាបាត់អាកន្លែងនេះគឺដាក់បិឆោតបាទដាក់បិឆោតមែននេះទេអានេះជ័របដ ாய் នេះជ័រតែមកក្របមកអុចហ្នឹងបាទអញ្ចឹងជ័រទេបាទអញ្ចឹងអានេះវាប្រហែលជាមានហេតុផលអីគេហើយបានគេខ្ជិលដាក់អញ្ចឹងណាបាទឬក៏ Apple សំមកក្របហ្នឹងទៅគីឡូសល់រាប់ពាន់លានដុល្លារដែរមិនដឹងដែរបាទអញ្ចឹងអានេះគឺដល់វគ្គបាទតេស្តទៅមើលតេស្តទៅលើតួឲ្យមើលថាតួរបស់វានឹងវាមុំប៉ុណ្ណានេះភាពឆ្កូតហ្នឹងណាបាទអញ្ចឹងខ្ញុំធ្វើការត្រឡប់ចុះត្រឡប់ឡើងមើលអាប៊ូតុងបលីមមើលយល់សិនថាថ្ងៃក្រោយស្នុកកោះទៅកុំឲ្យដាច់ខ្សែដាច់អីចឹងណាបាទអញ្ចឹងយើងមើលឃើញថាវាប្រហាក់ប្រហែលតែគ្នាហ្នឹងបាទរូបមន្តរបស់ Apple ផ្នែក hardware គឺប្រហាក់ប្រហែលតែគ្នាទេគាត់ថាមួយជើងនេះគឺកែប្រែរូបរាងខាងក្នុងរាងច្រើនបន្តិចបាទប្រើលក្ខណៈថាសបកហ្នឹងស្តៀង 5C បាទ iPhone 5C បងប្អូនតន់អត់បាទ iPhone 5C iPhone 5អីចឹងបាទវាប្រហាក់ប្រហែលគ្នាបាទប្រើសបកស៊ុំចឹងបាទហើយអានេះគឺប្រឡោះ LiDAR sensor អញ្ចឹងខ្ញុំធ្វើការបាញ់ពិលមើលថាភ្លើងនេះវាខ្លាំងប៉ុណ្ណាបាទនេះភ្លើងពិលខ្លាំងប៉ុន្តែអត់អាចមលុះអាកញ្ចក់ហ្នឹងបាទហើយអានេះគឺខ្សែអង្តែនបាទខ្សែអង្តែន Wi-Fi បាទអញ្ចឹងគូតសាកគឺខ្ញុំខ្ជិលដោះណាបាទមិនដោះធ្វើអីទេបាទអញ្ចឹងទុកទាំងអញ្ចឹងទៅអានេះអាសន្ទះថ្មដែលកន្លែងគេទុកស្គួរដាក់ស៊ីមមកគីឡូបងប្អូនណាចង់ដាក់ស៊ីមអញ្ចឹងណាបាទដាក់ក៏ដាក់អំកើនេះព្រោះវាជាប់ជាមួយនឹងអាសនំជើងសាកហ្នឹងបាទសនំជើងសាកគឺដាក់អែបជាប់នៅជាមួយនឹងតួអមជាមួយនឹងតួហ្នឹងរត់មករើម៉ាស៊ីនតែហ្មងបាទអញ្ចឹងខ្ញុំក៏លពឹសដៃមកបកនឹងអាប្រទេសត្រជាក់គេនេះណែអាហ្នឹងគឺប្រទេសត្រជាក់ដើម្បីកាត់បន្ថយកម្ដៅកុំឲ្យឆ្លងពីម៉ាស៊ីនទៅរើខ្នងក្រោយកុំឲ្យឆ្លងពីខ្នងក្រោយមករើម៉ាស៊ីនអញ្ចឹងបាទអញ្ចឹងយើងក៏ធ្វើការកោសតួមើលថាវាមុំប៉ុណ្ណាឃើញថាមុំបងប្អូនអានេះខ្ញុំកោសរៀងខ្លាំងដែរបានចេញទឹកថ្នាំបានចេញសាច់ខ្ចីបើកោសមើមមិនចេញទេបាទហើយតាមដែលឃើញគេផុសនៅលើអ៊ីនធឺណិតអាពណ៌ដែលដាច់ទឹកថ្នាំច្រើនគឺពណ៌របៀបពណ៌ខ្មៅទឹកប៊ិចអាហ្នឹងគឺងាយនឹងដាច់ទឹកថ្នាំបាទហើយអញ្ចឹងអាពណ៌នេះគឺមិនសូវអីទេបាទតើយើងកោសអញ្ចឹងបើគីឡូបងប្អូនទិញទៅចង់កោសចំណាំកុំឲ្យច្រឡំទូរស័ព្ទគ្នាជាមួយរបស់គេបងប្អូនអាចយកក្បិតកោសចំណាំអញ្ចឹងបានបាទដូចខ្ញុំអញ្ចឹងកោសចំណាំកុំឲ្យច្រឡំជាមួយរបស់គេអញ្ចឹងបាទអញ្ចឹងគឺយើងកោសអញ្ចឹងអាហ្នឹងគឺដឹងតែរបស់យើងឲ្យតែកលិតអញ្ចឹងគឺរបស់យើងហើយបាទអញ្ចឹងអានេះគឺខ្ញុំធ្វើការកោសគ្រប់ក្លុកកលៀតនេះឃើញទេតាំងពីអាកន្លែងប៊ូតុង action ហ្នឹងក៏កោសបាទអង្តែន 5G ក៏កោសចំណាំបាទមិនមែនកោសធ្វើអីទេកោសចំណាំខ្លាចច្រឡំមួយគេអញ្ចឹងព្រោះរបស់ Apple វាពណ៌អញ្ចឹងទាំងអស់អញ្ចឹងទៅខ្លាចច្រឡំមួយរបស់គេកោសលេងតែហ្មងបាទអញ្ចឹងឃើញថានេះវាងាយឆ្កូតផ្ដាស់ទេតើយើងយកក្បិតកោសបានវាឆ្កូតតែបើសិនជាយើងប៉ះជាមួយនឹងរបស់រៀងរបៀបលក្ខណៈសោផ្ទះសោអីអាហ្នឹងគឺវាកោតហើយបាទវាកោតហើយបាទនេះខ្ញុំកោសពីខាងក្នុងទៀតបាទកោសទៅឃើញចេញសាច់ខ្ចីឡើងខ្ចីញ៉ាញ់បាទនេះអានេះគឺទឹកថ្នាំគឺគេស្រោបពីខាងក្រៅបើផ្នែកសាច់តួគឺវាពណ៌សបាទពណ៌សដដែលទេបាទហើយខ្ញុំយកក្បិតមកកោសលើអាខ្នងក្រោយផងកោសជាមួយនឹងអាឡែនកាមេរ៉ាផងគឺអត់ឆ្កូតទេឡែនហ្នឹងគឺមាំជាងមុនបើសិនជា16 Pro Max ខ្ញុំកោសទៅឃើញថាឆ្កូតតែអានេះកោសទៅអត់ឆ្កូតទេឃើញថានៅស្អាតចាស់ស្អាតភ្លឹងតែហ្មងបាទគីឡូកម្លាំងយើងមិនដល់ឬក៏យ៉ាងម៉េចដែរបាទអញ្ចឹងឃើញថាមានរបស់ចំណាំហើយនេះរបស់ខ្ញុំគឺកលិតទាំងនេះអញ្ចឹងអត់មាននរណាប្រឡំបានទេបាទហើយអាកន្លែង LiDAR sensor នេះក៏ឆ្កូតដែរនេះហើយអានេះអង្តែន 5G ក៏ឆ្កូតបាទអញ្ចឹងប៉ុណ្ណឹងទៅគឺមិនបាច់ភ័យទេបាទមិនបាច់ភ័យថាខ្លាចច្រឡំជាមួយគេទេបាទអញ្ចឹងប៉ុណ្ណឹងគឺរួចរាល់ហើយបាទយើងធ្វើការទម្រាបមើលថា
វាស្អាតឬក៏អត់ចឹងបាទយើងធ្វើការទម្រាបលើតុដើម្បីថតផុសអួតគេតិចបាទណែប៉ុណ្ណេះគឺហើយបាទហ្នឹងហើយអរគុណច្រើនសម្រាប់ការតាមដានទស្សនាតដល់ចប់បាទ